សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែជាកិច្ចចាប់ដើមក្រុមនេះខ្ញុំសូមគោរពជំរាបសួរគណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពសួស្តីមិត្តភក្តិទាំងអស់គ្នាជាទីស្រឡាញ់រាប់អានក្រុមនេះខ្ញុំមានសមាជិកចំនួន3រូបដែលខ្ញុំឈ្មោះវណ្ណាសុភាវឌ្ឍនាជាបេក្ខជនទី1រៀនថ្នាក់ទី3បេក្ខជនទី2ឈ្មោះសប្បណ្ឌិតារៀនថ្នាក់ទី2បេក្ខជនទី3ឈ្មោះភមនីសូតារៀនថ្នាក់ទី1ពួកយើងជាសិស្សនៃសាលារៀនសុវណ្ណភូមិទី6ទីតាំងក្រុងតាខ្មៅទី3ក្រុមនេះខ្ញុំបានលើកយកប្រធានបទមួយដែលមានតំណែងសម្រាប់សង្គមបច្ចុប្បន្ននៅកុមារជាច្រើនទៀតមកបកស្រាយនៅប្រធានបទដ៏មានអត្ថន័យមួយគឺទីក្រុង Digital ប្រកបដោយភាពបៃតងមុននឹងឈានដល់ការអធិប្បាយប្រធានបទខាងលើកតិស៊ីជម្រៅសូមអនុញ្ញាតឲ្យអ្នកខ្ញុំពន្យល់នៅពេលកលិះជាមុនសិនតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតពាក្យថាទីក្រុងមានន័យថាមជ្ឈមណ្ឌលនៃមនុស្សរស់នៅដែលមានភាពអ៊ូអរមានសំណង់អគារច្រើននិងជាទីប្រជុំជនដ៏ធំពាក្យថា Digital មានន័យថាការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីគ្រប់គ្រងថែរក្សានិងប្រជុំព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពពាក្យថាភាពបៃតងមានន័យថានិមិត្តរូបនៃជីវិតនិងនិរន្តរភាពពោលគឺប្រធានបទខាងលើមានន័យថាការអភិវឌ្ឍទីក្រុងទំនើបមួយដែលរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា Digital និងនិរន្តរភាពបរិស្ថានជាកិច្ចបន្តនេះខ្ញុំសូមប្រកបជូនបេក្ខជនទី2ឈ្មោះសប្បណ្ឌិតាបោះស្រែបន្តអង្គវត្តការទាំងមូលជាទីគោរពទីក្រុង Digital ប្រកបដោយភាពបៃតងជាពាក្យមួយឃ្លាដែលពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅក្រុមនេះខ្ញុំបានចែកចំណុចសំខាន់ក្នុងអត្ថន័យរបស់ប្រធានបទខាងលើជាពីរចំណុចធំដូចជាចំណុចទី1ភាពអស្ចារ្យទីក្រុង Digital ប្រកបដោយភាពបៃតងបកស្រាយដោយបេក្ខជនទី1សុភាវឌ្ឍនាចំណុចទី2ទីក្រុង Digital ប្រកបដោយភាពច្នៃប្រឌិតបកស្រាយដោយរូបខ្ញុំផ្ទាល់បេក្ខជនទី2និងចុងក្រោយបេក្ខជនទី3មុនីសូតាធ្វើការសន្និដ្ឋានលើប្រធានបទទាំងមូលជាកិច្ចបន្តសូមប្រកួតជួយបេក្ខជនទី1បកស្រាយនៅចំណុចទី1គណៈកម្មការជាទីគោរពនេះខ្ញុំសុភាវឌ្ឍនាចូលក្នុងមកបកស្រាយចំណុចទី1ភាពអស្ចារ្យទីក្រុង Digital ប្រកបដោយភាពបៃតង1ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបរិស្ថានទីក្រុងនេះប្រើប្រាស់ប្រព័ន្ធ sensor បច្ចេកវិទ្យាដើម្បីគ្រប់គ្រងធនធានអากาศតែមានប្រសិទ្ធភាពដូចជាថាមពលឆ្លាតវៃការប្រើប្រាស់បណ្ដាអគ្គិសនីឆ្លាតវៃដើម្បីកាត់បន្ថយការខ្ជិលខ្ជាយដែលជំរុញឲ្យប្រើថាមពលកើនឡើងវិញដូចជាពលិព្រះអាទិត្យការគ្រប់គ្រងការសំណល់ធុងសម្រាប់ឆ្លាតវៃផ្ដល់សញ្ញាណពេលវាពេញដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពនៃការដឹកជញ្ជូននៅការកែច្នៃឡើងវិញ2គណនេយ្យគមន៍ឆ្លាតវៃការជំរុញឲ្យប្រើយានយន្តអគ្គិសនីនិងមានស្ថានីយ៍សាកថ្មគ្រប់គ្រាន់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍វៃឆ្លាតដើម្បីកាត់បន្ថយការកកស្ទះដែលជំរុញឲ្យកាត់បន្ថយការផលិតស្មាពុលទៅបរិយាកាសកិច្ចបន្តនេះខ្ញុំសូមប្រកួតជំបេក្ខជនទី2បោះស្រាយនៅចំណុចទី2គណៈកម្មការជាទីគោរពញាខ្ញុំបេក្ខជនទី2សម្បាននីតាចូលខ្លួនមកបកស្រាយចំណុចទី2ទីក្រុង Digital ប្រកបដោយភាពច្នៃប្រឌិតអភិបាលកិច្ច Digital គឺការកាត់បន្ថយការប្រើប្រាស់ក្រដាសតាមរយៈការផ្ដល់សេវាសាធារណៈតាមអនឡាញការប្រើប្រាស់តន្ន័យដើម្បីរៀបចំផែនការក្រុងឲ្យកាន់តែមានប្រសិទ្ធភាពនិងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុទីក្រុង Digital បៃតងមិនមែនគ្រាន់តែជាទីក្រុងដែលមានបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេប៉ុន្តែវាគឺជាទីក្រុងដែលប្រើខុសក្បាល Digital ដើម្បីបម្រើឲ្យបេះដូងបៃតងសម្ដៅដល់ការរស់នៅប្រកបដោយផាសុកភាពសុខភាពនិងចីរភាពជាកិច្ចបញ្ចប់សូមប្រកួតជួយបេក្ខជនទី3ជាអ្នកបោះសាក់10អង្គវត្តការទាំងមូលជាទីគោរពនិងខ្ញុំសូមសារ៉ាប់នៅចំណុចសំខាន់ខាងលើដោយយកតាមការសិក្សាស្រាវជ្រាវតាម Google AI Gemini ទីក្រុង Digital ប្រកបដោយភាពបៃតងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់អ្នករស់នៅក្នុងពេលជាមួយគ្នានិងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើធម្មជាតិឧទាហរណ៍ឥឡូវនេះប្រទេសកម្ពុជាយើងកំពុងបោះជំហានទៅរកការបង្កើតទីក្រុងឆ្លាតវៃដូចជា1ភ្នំពេញផ្ដោតលើការគ្រប់គ្រងចរាចរណ៍និងបរិស្ថាន2បាត់ដំបងផ្ដោតលើការគ្រប់គ្រងសំណង់និងកសិកម្មឆ្លាតវៃការប៉ັດណាស់ចំណុចទាំងពីរខាងលើនេះឆ្លោះបញ្ចាំងពីប្រធានបទទីក្រុង Digital ប្រកបដោយភាពបៃតងពិតប្រាកដមែននិងខ្ញុំសូមស្នងពរមកភ័ក្រទាំងអស់ខិតខំរៀនសូត្រសិក្សាស្រាវជ្រាវបច្ចេកវិទ្យាក្រុមយើងខ្ញុំមានការបដិញ្ញាថាត្រូវធ្វើជាគ្រាប់ពេជ្ររបស់ប្រទេសជាតិដោយពាក្យមួយបានពោលថាយុវជនខ្លាំងពូកែបច្ចេកវិទ្យាទំនើបប្រទេសជាតិអភិវឌ្ឍសូមអរគុណ
រៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា